បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកមួយទាក់ទងជាមួយការ check មើលនៅលើ Telegram យើងថាប្រើប្រហែល device អញ្ចឹងជារៀងរាល់ថ្ងៃនៅលើ account Telegram យើងមួយអញ្ចឹងដើម្បី check បានខ្ញុំនឹងធ្វើវីដេអូបង្ហាញអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចូលមកទូរស័ព្ទរបស់យើងមកហើយចូលទៅ app Telegram ចូលមក app Telegram ហើយយើងអាចរកមើលទាក់ទងជាមួយកន្លែង setting របស់ Telegram យើងណាអញ្ចឹងចូល setting មកចុច setting មកអ្នកនរគ្នាហៅមើលពាក្យ device អ្នកនរគ្នាចុចចូល device ហ្នឹងមកនឹងឃើញហើយតកតងជាមួយ device ដែលកំពុងប្រើប្រាស់នៅលើហ្នឹងណាមានន័យថា account Telegram យើងមួយហ្នឹងប្រើនៅលើ device ណាអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាច terminate session មែន terminate session ហ្នឹងយើងអាច kick out ទៅលើ account យើងចេញពី device មួយហ្នឹងតកតងជាមួយ device ហ្នឹងចឹងអ្នកនរគ្នា kick out គាត់ terminate ប៉ុណ្ណឹងមកមានន័យថានៅលើ device មួយហ្នឹងគឺប្រើ account មួយហ្នឹងលេខបានហើយអញ្ចឹងតកតងជាមួយ terminate គឺស្រួលទេតកតងជាមួយកន្លែងនេះយើងអាច scan តកតងជាមួយការ login scan device យើងបញ្ចូលយើងខ្ជិលបីលេខទូរស័ព្ទចឹងយើងអាច scan បានកន្លែង scan ហ្នឹងអញ្ចឹងតកតងជាមួយ Telegram គឺខ្ញុំមានប៉ុណ្ណឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំសូមជួយចុច like ដើម្បីទទួលបានវីដេអូថ្មីបន្តទៀត